លោកសាមសុនដែលធ្លាប់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះធ្លាប់បានហែកសង់ស្ទាវមានប្រាជ្ញាប្រើកញ្ជ្រោង300ក្បាលផ្ដួលពួកភីលីស្ទីននិងធ្លាប់ប្រើឆ្អឹងថ្គាមលាដណ្ដើមជ័យជំនះលើខ្មាំងសត្រូវរាប់ពាន់នាក់នោះឥឡូវនេះបានបាត់បង់អស់ហើយនៅពេលដែលសក់ទាំង7គម្រោងដ៏អស្ចារ្យត្រូវបានកាត់ចេញលោកសាមសុនក៏លែងមានអ្វីទាំងអស់លោកសាមសុនធ្លាប់គិតថាសក់គឺជាប្រភពនៃកម្លាំងរបស់លោកប៉ុន្តែតាមពិតទៅសក់នោះគឺជាសញ្ញាសម្គាល់នៃសេចក្តីសន្យាដែលលោកមានជាមួយព្រះជាម្ចាស់លោកសាមសុនបានចំពប់ដួលនិងបរាជ័យលោកមិនមែនបរាជ័យនៅពេលដែលសក់ត្រូវបានកាត់នោះទេប៉ុន្តែលោកបានបរាជ័យតាំងពីពេលដែលលោកដាច់ចិត្តប្រាប់នាងដេលីឡាអំពីសេចក្តីសន្យាដ៏វិសុទ្ធដែលលោកមានជាមួយព្រះមកម្ល៉េះលោកមិនអាចការពារខ្លួនឯងនៅចំពោះមុខការលបងបានឡើយហើយព្រះវិញ្ញាណរបស់ព្រះដែលធ្លាប់គង់ជាមួយលោកក៏បានយាងចាកចេញពីលោកទៅនៅក្នុងគុករបស់ពួកភេលីស្ទីនសាមសុនត្រូវបានគេចងភ្ជាប់ដោយច្រវាក់សំរិទ្ធហើយត្រូវធ្វើការងារធ្ងន់ដូចជាសត្វធាតុដោយសារភ្នែកទាំងសងខាងត្រូវបានខ្វេះចេញលោកត្រូវបានគេបង្ខំឲ្យរុញត្បាល់កិនស្រូវក្នុងទីងងឹតយ៉ាងវេទនាបុរសដែលធ្លាប់តែលីទ្វារក្រុងដ៏ធ្ងន់ឥឡូវនេះបែរជាត្រូវមកវិលវល់ជុំវិញត្បាល់កិនស្រូវទៅវិញប៉ុន្តែនៅពេលដែលអ្វីៗគ្រប់យ៉ាងហាក់ដូចជាបានបញ្ចប់សម្រាប់សាមសុនទៅហើយនោះព្រះបន្ទូលនៃសេចក្តីសង្ឃឹមមួយបានលេចឡើងនៅក្នុងព្រះគម្ពីរចៅវាយជំពូក16 ខ 22ដែលចែងថាប៉ុន្តែក្រោយដែលគេបានកោសនោះសក់ក៏ចាប់តាំងលាស់ឡើងវិញតើនេះមិនមែនជាសញ្ញាថាអ្វីដែលថ្មីចិត្តនឹងចាប់ផ្ដើមសម្រាប់លោកសាមសុនទេឬពួកភីលីស្ទីនដែលចាប់លោកសាមសុនបានរៀបចំពិធីជប់លៀងយ៉ាងធំនៅក្នុងព្រះវិហាររបស់ពួកគេសប្បាយរីករាយដោយជឿថាព្រះរបស់ពួកគេបានប្រគល់លោកសាមសុនមកក្នុងដៃពួកគេហើយពួកគេបានសោះចំអកនិងមើលងាយលោកសាមសុនយ៉ាងខ្លាំងពួកគេថែមទាំងបាននាំលោកចេញពីគុកដើម្បីមកសម្ដែងថ្លុកឲ្យពួកគេមើលទៀតផងក្នុងខណៈពេលដែលកំពុងសម្ដែងទាំងការឈឺចាប់និងអាម៉ាស់លោកសាមសុនបានពឹងក្មេងម្នាក់ដែលនាំផ្លូវលោកថាសូមបើកឲ្យខ្ញុំពាល់សសរដែលត្រូវរងនេះដើម្បីឲ្យខ្ញុំបានផ្អែកទៅលើបន្តិចទោះបីជាព្រះគម្ពីរបានបង្ហាញថាលោកសាមសុនជាមនុស្សមានកម្លាំងខ្លាំងក៏ដោយប៉ុន្តែតាមពិតទៅលោកហាក់ដូចជាមានលក្ខណៈលើសពីនោះទៅទៀតគឺលោកជាមនុស្សដែលចេះពិចារណាលើស្ថានភាពដែរលោកបានសុំបែបនោះទៅកាន់ក្មេងនោះក្នុងពេលដែលលោកកំពុងគិតអំពីទីបញ្ចប់របស់ខ្លួននិងតោងជាប់នឹងព្រះជាម្ចាស់ជាថ្មីម្ដងទៀតលោកសាមសុនបានអោបសសរទាំងពីរដែលត្រូវព្រះវិហារនោះរួចលោកបានអធិដ្ឋានថាអោព្រះយេហូវ៉ាជាព្រះអង្គម្ចាស់អើយសូមទ្រង់នឹកចាំពីទូលបង្គំអោព្រះអង្គអើយសូមចម្រើនកម្លាំងឲ្យទូលបង្គំតែម្ដងនេះចុះដើម្បីឲ្យទូលបង្គំបានសងសឹកដល់ពួកភីលីស្ទីនដោយព្រោះភ្នែកទូលបង្គំទាំងពីរតែម្ដងភ្លាមនោះលោកសាមសុនក៏បានច្រានសសរទាំងនោះអស់ពីកម្លាំងគេនិយាយថានៅថ្ងៃនោះមានមនុស្សប្រហែល 3000 នាក់នៅក្នុងព្រះវិហាររបស់ពួកភីលីស្ទីនហើយពួកគេទាំងអស់គ្នាបានស្លាប់បាត់បង់ជីវិតដោយសារលោកសាមសុនបានរំលំព្រះវិហារនោះចុះមកព្រះគម្ពីរបាននិយាយថាចំនួនប្រជាជនភីលីស្ទីនដែលលោកបានសម្លាប់នៅពេលលោកស្លាប់គឺច្រើនជាងចំនួនមនុស្សដែលលោកបានសម្លាប់ក្នុងអំឡុងពេលដែលលោករស់នៅទៅទៀតលោកសាមសុនបានសម្រេចភារកិច្ចចុងក្រោយរបស់លោកក្នុងនាមជាចៅហ្វាយដោយជីវិតរបស់លោកផ្ទាល់ដូច្នេះរឿងរ៉ាវរបស់លោកសាមសុនក៏បានបញ្ចប់នៅត្រឹមនេះវាគឺជារឿងរបស់វីរៈបុរសផងប៉ុន្តែក៏ជារឿងដ៏ក្រៀមក្រំមួយដែលបង្ហាញពីភាពទន់ខ្សោយរបស់មនុស្សផងដែរទោះបីជាគ្រួសារឬប្រជាជនអ៊ីស្រាអែលមិនបានយល់ពីគំនិតរបស់លោកសាមសុនទាំងស្រុងក៏ដោយប៉ុន្តែរឿងរ៉ាវរបស់ចៅហ្វាយសាមសុនដែលបានជួយសង្គ្រោះអ៊ីស្រាអែលអស់រយៈពេល20ឆ្នាំក្រោមការដឹកនាំរបស់ព្រះវិញ្ញាណនៃព្រះនឹងត្រូវបានចងចាំទុកជាដរាប